បាទអញ្ចឹងយើងចូលដល់ចំណុចបន្តគឺកតាលីករនិងកតាលីសនេះនៅក្នុងមេរៀនទី2ដូចគ្នាគឺកតាស៊ីនេតិកបាទកតាលីករនិងកតាលីសចឹងវត្ថុបំណងរបស់យើងគឺទី1ឲ្យនិយមន័យកតាលីករបានត្រឹមត្រូវកំណត់ពីប្រភេទកតាលីសនីមួយៗបានត្រឹមត្រូវទី3គឺងាយសម្គាល់ពីកតាលីសនិងស្វ័យកតាលីសបានត្រឹមត្រូវបាទនេះគឺជាអេដូសែនបាទទឹកអេដូសែនរបស់យើងក្នុងកំហា3%តើគេទៅធ្វើដំណេចដើម្បីឲ្យប្រតិកម្មបំបែកទឹកអុកស៊ីសែនប្រព្រឹត្តទៅលឿនអញ្ចឹងនៅក្នុងមេរៀនរបស់យើងត្រង់ចំណុចល្បឿនប្រតិកម្មយឺតបំផុតទឹកអុកស៊ីសែនរបស់យើងគឺមិនអាចបំបែកជាផលិតផលបានទេអញ្ចឹងតលតែយើងប្រើកតាលីករគឺក្នុងមេរៀននេះហើយអញ្ចឹងកតាលីករគឺជាសារធាតុដែលពន្លឺល្បឿនប្រតិកម្មគីមីកើតឯងហើយវាកើតឡើងវិញដោយគ្មានបាត់បង់លក្ខណៈគីមីនៅពេលចប់ប្រតិកម្មមានន័យថាកតាលីករគឺជួយពន្លឿនល្បឿនប្រតិកម្មមានន័យជួយពន្លឿនតែខ្លួនវាគឺមិនបាត់បង់អញ្ចឹងគឺមិនបាត់បង់ទេល្អយើងទិញម្ដងប្រើរហូតបានចំណុចនេះដែរគឺវាមិនមែនតលតែរហូតទេគឺវាអាចកំសោយនៅពេលដែលយើងប្រើវា2-3 ដងហើយវាអាចមានកំសោយប៉ុន្តែក្នុងការធ្វើពិសោធន៍គឺយើងពិសោធន៍វាច្រើនដងគឺមិនតាន់ឃើញវាបាត់ទំហំរូបរាងប៉ុន្តែនៅពេលដែលយើងធ្វើជាលក្ខណៈឧស្សាហកម្មក្នុងរោងចក្រធំៗគឺយើងត្រូវធ្វើការផ្លាស់ប្ដូរកតាលីករផងដែរនេះទឹកអុកស៊ីសែនគឺយើងប្រើកតាលីករនៅពេលដែលយើងដាក់កតាលីករគឺវាបានបំបែកជាគឺវាមានប្រតិកម្មភ្លាមដែលបំបែកបានជាទឹកនិងអុកស៊ីសែននោះនេះគឺអុកស៊ីសែនអុកស៊ីសែនគឺវាទល់ត្រង់ចំហេះនៅពេលដែលយើងពិសោធន៍យើងអាចពិសោធន៍បានយើងយកទឹកអុកស៊ីសែនរួចដាក់ម្សៅម៉ាញ៉េស្យូមអុកស៊ីតដែលជាកតាលីករអញ្ចឹងនៅពេលដែលសម័យកាលតាមប្រតិកម្មគឺកតាលីកររបស់យើងគឺយើងសរសេរនៅខាងលើនៃសញ្ញាព្រួយនេះបងមើលហើយវាជាអង្គធាតុព្រឹងនៅពេលដែលយើងទម្លាក់កតាលីករចូលទៅក្នុងទឹកអុកស៊ីសែននេះគឺវាមានប្រតិកម្មភ្លាមដែលបង្កើតបានជាអុកស៊ីសែននេះអុកស៊ីសែនហើយនឹងទឹកចឹងទឹកនៅបាតក្រុមអុកស៊ីសែនគឺវាហោះឡើងលើអុកស៊ីសែនគឺអាចរក្សាចំហេះអាចរក្សានៅពេលដែលយើងដាក់អង្លើភ្លើងចូលគឺវាឆេះច្រាលឡើងចឹងសារធាតុម៉ង់កាណេសឌីអុកស៊ីតនេះគឺជាកតាលីករជាដល់ចំណុចកតាលីអ្វីទៅជាកតាលីវាហាក់ដូចជាគុណនាមនៃកតាលីករដែរគឺជាលំនាំប្រតិកម្មដោយប្រើកតាលីករដើម្បីបង្កើនល្បឿនប្រតិកម្មអញ្ចឹងប្រតិកម្មមួយដែលប្រើកតាលីករនោះគេហៅថាកតាលីសណានេះគឺជាពាក្យបច្ចេកទេសនៃគីមីវិទ្យាបាទឧទាហរណ៍ដូចជាប្រតិកម្មខាងក្រោមនេះកាល់ស្យូមកាបូណាតបូកអាស៊ីតក្លូរីត្រិកបង្កើតបានជាកាល់ស្យូមក្លូរ៉ូបូកកាបូនស្មើកាបូនឌីអុកស៊ីតនិងទឹកវាគឺជាប្រតិកម្មធម្មតាទេអញ្ចឹងនៅចំណែកឯប្រតិកម្មទឹកអុកស៊ីសែនដែលប្រើកតាលីករគឺនៅលើសញ្ញាព្រួយអូនមើលតែប៉ុណ្នេះបានហើយនៅលើសញ្ញាព្រួយនេះមានអ្វីដែលអត់មានទេអញ្ចឹងនៅខាងនេះមានសញ្ញាព្រួយនៅលើសញ្ញាព្រួយគឺមានដាក់ MnO2S ដែលជាសារធាតុរឹងនៃម៉ង់កាណេសឌីអុកស៊ីតនោះគឺជាប្រតិកម្មដែលប្រើកតាលីករដែលយើងហៅថាកាតាលីសអញ្ចឹងប្រតិកម្មដែលហៅថាកាតាលីសនោះគឺព្រោះតែប្រតិកម្មនេះប្រើកាតាលីករអូខេគេបែងចែកប្រភេទកតាលីសតាមធម្មជាតិនៃឧស្ម័នដែលកើតឡើងពីអង្គធាតុប្រតិករនិងកតាលីករជា3ប្រភេទទី1គឺជាប្រភេទអូម៉ូសែននេះស្មើសាច់មានន័យថាជាអង្គធាតុប្រតិករនិងកតាលីករគឺស្ថិតនៅផាសតែមួយឧទាហរណ៍ទឹកអុកស៊ីសែនរបស់យើងអាគុយនេះជាផាសមានន័យថាជាភេទក៏បានជាភាពរូបរបស់វាមានន័យថាបើវាជា solution ជាទឹកនោះកតាលីកររបស់វាជាទឹកអញ្ចឹងមានន័យថាជាអូម៉ូសែនមានន័យថាមួយអញ្ចឹងអាគុយដូចគ្នាអញ្ចឹងយើងសង្កេតឃើញតែអញ្ចឹងយើងប្រាប់ថាវាជាកតាលីករបែកពីបូកជាកតាលីករអូម៉ូសែនតោះដល់កតាលីករអេតេរ៉ូសែនយើងផ្ទុយពីអូម៉ូសែនវិញ A2 O1 OA អេតេរ៉ូសែនចឹងយើងសង្កេតឃើញមើលឧទាហរណ៍របស់យើងទឹកអ៊ូសែនទីមានផាសជាអាគុយចំណែកផ្លាទីនមានផាសជា S អញ្ចឹងភាពរូបរបស់កតាលីករផ្លាទីនបេតេនិងទឹកអ៊ូសែនគឺខុសគ្នា
ដូច្នេះវាជាប្រភេទកាតាលីសអេតេរ៉ូសែនឬអាចហៅម្យ៉ាងទៀតថាមិនស្មើសាច់ចំណែកកាតាលីសអង់ស៊ីមផ្ទុយពីអេតេរ៉ូសែននិងអូម៉ូសែនត្រង់អង់ស៊ីមគឺជាប្រភេទកាតាលីសអូម៉ូសែនដែលមានកាតាលីករជាអង់ស៊ីមមានអីខ្លះមានប្រូតអ៊ីនដែលបង្កឡើងពីភាពឧទាហរណ៍យើងបំបាច់ទឹកអូសែនដែរប៉ុន្តែយើងដាក់ថ្លើមនេះយើងប្រើជាថ្លើមជ្រូកថ្លើមអីគឺអាចបំបែកបានហើយអញ្ចឹងថ្លើមនេះគឺជាលក្ខណៈជាសារធាតុសរីរាង្គដែលនៅក្នុងភាវរូបមានភាពដូចជាសត្វដូចជាប្រភេទអង់ស៊ីមទឹកមាត់អីនោះនឹងគឺជាប្រភេទភាវរូបរបស់យើងហើយចំពោះការស្វ័យកាតាលីសនេះមានពាក្យស្វ័យកាតាលីសស្វ័យមានន័យថាយ៉ាងម៉េចស្វ័យមានន័យថាកើតមកវិញអញ្ចឹងក៏បានស្វ័យកាតាលីសគឺជាប្រតិកម្មដែលផលិតផលកកើតមួយរបស់វាដើរតួជាកាតាលីករផលិតផលរបស់វាដើរតួជាកាតាលីករឥឡូវយើងមើលទីហោប្រតិកម្មរេដកម្មអ៊ីយ៉ុងម៉ង់កាណេសអុកស៊ីតដោយអាស៊ីតអុកសាលិកយើងមើលសម័យកាលរបស់យើងនៅពេលដែលយើងរៀនកាតាលីករយើងមើលលើសញ្ញាព្រួយគឺតែងតែសរសេរអញ្ចឹងនៅលើសញ្ញាព្រួយគេសេបាន MN 2បូកអូសង្កេតមើលអង្គធាតុប្រតិកម្មមាន MN 2បូកអត់ទេអញ្ចឹងមើលខាងកកើតវិញមាន MN 2បូកអត់មានមានន័យថាកាតាលីករ MN នេះជំរុញល្បឿនប្រតិកម្មយើងខាងក្រោមនេះហើយនៅពេលដែលបង្កើតផលិតផលគឺវាបង្កើតបានខ្លួនវាមួយទៀតនោះគេហៅថាស្វ័យកាតាលីសអញ្ចឹងស្វ័យកាតាលីសគឺជាប្រតិកម្មដែលផលិតផលកកើតមួយរបស់វាដើរតួជាកាតាលីករអញ្ចឹងវាជាកាតាលីករផងនៅពេលដែលទទួលផលិតផលបានខ្លួនវាផងអូខេតាមពិសោធន៍បង្ហាញថាយ៉ងអំណឹងពីបូកដែលជាផលិតផលអង្គធាតុនៃប្រតិកម្មបានធ្វើកាតាលីសទៅលើប្រតិកម្មដូចនេះវាជាស្វ័យកាតាលីសយើងដល់ចំណុចចំណាំប្រតិកម្ម D smooth កម្មគឺជាប្រតិកម្មអុកស៊ីដូរ៉េតកម្មកើតឯងដែលមានអង្គធាតុប្រតិកម្មមួយដើរតួជាអុកស៊ីតកផងជារ៉េតកផងឧទាហរណ៍ប្រតិកម្មបំបាច់ទឹកអុកស៊ីសែននៅពាក់កណ្ដាលសមីការទឹកអុកស៊ីសែនយើងដើរតួកន្លែងនេះជាអីគេហៅថាជាអុកស៊ីតកប្រតិកម្មទី1ប្រតិកម្មទី2ទឹកអុកស៊ីសែនដើរតួជារ៉េតកអញ្ចឹងទឹកអុកស៊ីសែននេះវាមានប្រតិកម្មជាមួយទឹកអុកស៊ីសែននេះបង្កើតបានជាផលិតផលរបស់យើងអញ្ចឹងទឹកអុកស៊ីសែនដែលដើរតួជាអុកស៊ីតកនិងទឹកអុកស៊ីសែនដើរតួជារ៉េតកទាំងពីរនេះគុំគ្នាមានន័យថាអង្គធាតុប្រតិកម្មតែមួយប្រភេទតែមួយសារធាតុក៏ប៉ុន្តែវាដើរតួនាទីពីរយ៉ាងអញ្ចឹងវាជាតួនាទី A តួនាទី B A បូក B តែ A និង B នេះគឺជាអង្គធាតុជាសារធាតុតែមួយណាអញ្ចឹងគេហៅថាប្រតិកម្ម D smooth កម្មហើយបាទអញ្ចឹងមើលសម័យកាលយើងណាអញ្ចឹងក្នុងលំនាំទី1ទឹកអុកស៊ីសែនគឺចាប់យកអេឡិចត្រូនដូច្នេះទឹកអុកស៊ីសែនជាអុកស៊ីតកក្នុងលំនាំទី2ទឹកអុកស៊ីសែនបោះបង់អេឡិចត្រូនដូច្នេះទឹកអុកស៊ីសែនដើរតួជារ៉េតកទឹកអុកស៊ីសែនដើរតួជាអុកស៊ីតកផងជារ៉េតកផងដូច្នេះប្រតិកម្មនេះជាប្រតិកម្ម D smooth កម្មអញ្ចឹងពាក្យថាប្រតិកម្ម D smooth កម្មយើងចាំណាតលតែមានអង្គធាតុប្រតិកម្មដែលដើរតួពីរយ៉ាងទី1ខ្លួនវាដើរតួជាអុកស៊ីតកផងទី2ខ្លួនវាដើរតួជារ៉េតកផងនៅពេលដែលបងប្អូនសរសេរឆ្លើយនៅសំណួរបងប្អូនអាចសរសេរតាមការយល់លោកគ្រូនៅតែឲ្យបន្ទុកពេញឲ្យតែបងប្អូនសរសេរទៅយើងអាចអានយល់បានដោយមិនចាំបាច់ចាំខ្លឹមសារទ្រឹស្ដីនៃសៀវភៅក៏ទទួលយកបានបាទអញ្ចឹងចំណុចមេរៀនរបស់យើងអំបញ្ញមិញគឺចប់ហើយសូមអរគុណរាល់ការទស្សនាទាំងអស់គ្នានិងក៏សូមទទួលរងនឹងការរិះគន់ពីសំណាក់លោកគ្រូអ្នកគ្រូបទពិសោធន៍ច្រើនដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំនៅប្រទេសកម្ពុជាជាពិសេសផ្នែកគីមីវិទ្យាមានការរីកចម្រើនទៅមុខបាទសូមអរគុណ